bạn dân thơ chạy sạch anh ní mà đại dân thơ ban ní mà hạt tá dân anh của một phò hồ đó chất sập tơ bát sập táo nữa 80 តោនស្មៅដែលដាំនេះដែរគឺស្មៅប្រភេទឈ្មោះអីដែរ សម្រាប់ពូជស្មៅដែលយើងកំពុងដាំនៅនេះគឺគេហៅថា Super Napier Super Napier ពូជនេះជានាំចូលឬក៏ពូជក្នុងស្រុកទេ ពូជយើងទិញពីក្នុងស្រុកបងសម្រាប់ពូជស្មៅនេះបន្ទាប់ពេលដែលយើងដាំដំបូងរហូតដល់ប្រមូលផលឲ្យវាគ្រប់អាយុ protein វាហ្មងគឺ3ខែតែគ្រាន់តែ2ខែហ្នឹងក៏យើងអាចកាត់បានដែរប៉ុន្តែគ្រាន់តែវាអត់ដល់អាយុពេញលេញរបស់វាហ្នឹងហើយ ហើយសម្រាប់ការដាំម្ដងរយៈពេលដែលយើងប្រមូលផលហ្នឹងយើងកាត់វាប្រមាណដងដែលយើងត្រូវភ្ជួរហើយដាក់ដាំថ្មីឡើងវិញ តើតងការប្រមូលផលរបស់វានេះពេលដែលយើងដាំដំបូងរហូតប្រមូលផលដល់4ដល់5ឆ្នាំអាស្រ័យលើយើងថែទាំស្មៅនឹងបានល្អកម្រិតណាបើសិនជាវាថយទិន្នផលយើងភ្ជួរវាចោលទៅបានន័យថាអញ្ចឹងក្នុងអំឡុងពេលដែលយើងដាំហើយមួយឆ្នាំយើងច្រូតកាត់វាប្រមាណដងដែរ ឆ្នាំយើងអាចច្រូតវាបាន4ដងព្រោះ3ខែយើងច្រូតម្ដង 3ខែច្រូតម្ដង បាទ តាក់ទងមួយដាំស្មៅនេះដែរសំខាន់ទៅលើអ្វីដែលកត្តាសំខាន់សម្រាប់ឲ្យស្មៅល្អអីចឹង បាទសម្រាប់បច្ចេកទេសនៃការដាំដុះហ្នឹងគឺអ្វីដែលសំខាន់គឺទឹកហើយនឹងជី ប្រព័ន្ធទឹកនេះ បាទ យើងប្រើជីទៅលើជី លាមកសัตว์ បាទតាក់ទងមួយលាមកសัตว์ជីរបស់ដែលអូនចាំហ្នឹងយកមកធ្វើជីនេះ បាទ ប្រភពទឹកអីដែរពិបាកអត់តាក់ទងមួយទឹកស្រាប់ស្មៅនេះ ដូចជាអត់ពិបាកដូចជាបងឃើញចាក់ស្ដែងអញ្ចឹងយើងបានរៀបប្រព័ន្ធទឹកនៅតាមចន្លោះរងនីមួយៗបានគ្រប់គ្រាន់យើងប្រើដងសូឡា បាទអញ្ចឹងវាអត់ជាបញ្ហាចោលទេអញ្ចឹងណាបាទ ចុះសម្រាប់ស្មៅនឹងដែរយើងស្រោចស្រពវាមួយថ្ងៃម្ដង អានេះសម្រាប់វិលជុំវាគឺ4ថ្ងៃម្ដង ម្ដងហ្នឹងយើងស្រោចពេលស្មើណាដែរ យើងស្រោចវាពីព្រឹកទល់ល្ងាចដោយសារវាប្រើសូឡាហើយយើងប្រើតំណក់ទឹកអញ្ចឹងណាបាទ អញ្ចឹងបានន័យថាយើងស្រោចវាចោលប្រហែលម៉ោងបានបាត់បិទ ពីម៉ោង6ព្រឹកដល់ម៉ោង6ល្ងាច បានន័យថាមួយថ្ងៃពេញហ្នឹងគឺ 12ម៉ោង យើងស្រោចវារហូត មកស្រោចវាចោល អញ្ចឹងយើងបើកចោលទៅគឺវាទាំងអស់ហ្នឹងទៅយើងមិនបាច់ប្រើមនុស្សច្រើនទេគឺគ្រាន់តែបើកតាកន្លែង សូឡាយើង ហ្នឹងទៅគឺវាដំណើរការ ការដាំស្មៅនឹងដែរពេលដែលយើងច្រូតហ្នឹងយើងយកទៅធ្វើមិនខ្លះដើម្បីបានស្មៅនឹងដាក់លក់ទៅលើទីផ្សារហ្នឹងទៅធ្វើមិនខ្លះ បាទសម្រាប់ស្មៅនេះបន្ទាប់ពីយើងច្រូតហើយយើងចូលម៉ាស៊ីនកិន បាទចូលម៉ាស៊ីនកិនហើយបានយើងវិចខ្ចប់វាហើយយើងវាលាយនៅក្នុងការវិចខ្ចប់មានស្ករល្ងូមានទឹកហើយម្សៅប្រូតេអ៊ីនតិចតួចអញ្ចឹងហើយបានន័យថាបន្ថែមទៅលើទៀត ហើយចាំយើងយកចូលទុកក្នុងឃ្លាំងស្តុកអញ្ចឹងបាទ ចុះសម្រាប់ស្មៅនេះដែរសម្រាប់អូនដាំប្រមាណហិកតាដែរ នៅដីជាក់ស្ដែងនេះ4ហិកតា បាទយើងធ្វើជាក់ស្ដែងនេះស្មៅដែលយើងធ្វើបាននេះមួយហិកតាយើងអាចប្រមូលផលរហូតដល់70ទៅ80តោន 80តោនហើយបើយើងបោះដុំឬក៏លក់ជាគីឡូឬក៏ជាតោនអីគេឬក៏ជាការ៉ុង បាទយើងធម្មតាអតិថិជនរបស់យើងទិញរាល់ដងហ្នឹងគឺជាតោនព្រោះគាត់ទិញច្រើនមួយតោនចន្លោះពី70ទៅ75 បានន័យថាក្នុងមួយតោនពី70ទៅ75ដុល្លារ បាទ ទៅ80តោនបាទពុកម៉ែបងប្អូនគឺមើលទៅគឺល្អមែនទែនតាក់ទងជាមួយដំណាំស្មៅនេះគឺយើងអត់ពិបាកក្នុងការថែមែនទេអូន ប៉ុន្តែចុះសម្រាប់ទីផ្សារពេលដែលអូនធ្វើកិនហើយច្រកជាការ៉ុងជាអីហើយហ្នឹងពិបាកក្នុងការលក់ដូរអត់ ដូចជាមិនពិបាកទេដោយសារយើងមានម៉ួយរបស់យើងប្រចាំអញ្ចឹងបាទហើយមួយទៀតបងគាត់អ្នកលក់ដែរគាត់ខ្វះគាត់មកយកយើងយកអីចឹងណាបាទយើងខ្វះយើងទៅយកគេព្រោះយើងពេលខ្លះប៉ុណ្ណឹងហើយគាត់គ្រប់ទេ បានន័យថាយើងដាំនេះគឺយើងផ្គត់ផ្គង់ទៅលើការចិញ្ចឹមប្រពែនិងជាមរបស់យើងដែរប៉ុន្តែបើយើងសល់យើងអាចលក់ទៅលើទីផ្សារបានច្រើនដែរបើយើងខ្វះយើងទិញពីគេមកវិញបាទចុះសម្រាប់ស្មៅព្រៃដោះអញ្ចឹងយើងធ្វើម៉េចយើងអាចបាញ់ថ្នាំវាក៏បានយើងអាចគេមានម៉ាស៊ីនមួយសម្រាប់វាយកំទេចស្មៅហ្នឹងក៏បានមានម៉ាស៊ីនចុះវាយអត់ដោយស្មៅយើងនេះទេអត់ទេដោយសារកម្លៀតរងពេលដែលយើងដាំយើងដឹងថាម៉ាស៊ីនហ្នឹងវាចូលចន្លោះរងហ្នឹងរួចហើយអញ្ចឹងយើងរៀកយើងមានកម្លៀតវាច្បាស់លាស់អញ្ចឹងណាអញ្ចឹងម៉ាស៊ីនទៅវាចូលទៅប្រឡោះកណ្ដាលអញ្ចឹងបាទហើយអស់លីងស្មៅព្រៃបើយើងអត់ធ្វើវាទេវាដុះពេញហ្នឹងវាដុះពេញទៅវារំខានការលូតលាស់របស់ស្មៅយើងនេះបាទវាបឺតជីអីអស់ហើយទាំងជីទាំងទឹកវាបឺតយកមកអញ្ចឹងទៅធ្វើឲ្យរំខានស្មៅយើងនេះលូតលាស់បានបាទធម្មតា
ចុះអូនកពស់នេះយើងដាំបានប្រហែលខែហើយស្រាប់កពស់នេះ អានេះប្រហែលជា20ថ្ងៃឯងពីយើងកាត់វាលូតបានប៉ុណ្្នឹងវិញ 20ថ្ងៃបាទអញ្ចឹងរយៈពេលចុះដូចខ្ពស់នោះបានសម្រាប់កាត់អានោះដល់3ខែមែនទេ អានោះអត់តាន់3ខែនៅ នៅឯង ប្រហែលប៉ុណ្ណឹង អានោះប្រហែលជា2ខែតិចតួច 2ខែតិចតួចអត់តាន់ដល់ពេលកាត់ទេ បាទអាចមករយៈប្រហែលជា10ថ្ងៃទៅ15ថ្ងៃទៀតយើងដល់ថ្ងៃកាត់ហើយ កាត់ហ្នឹងកាត់ដល់កម្រិតត្រឹមប៉ុណ្ណាអូន កាត់ស្មើដី កាត់ស្មើដីមក បាទកាត់ ដី ស្មើ អញ្ចឹង ដី ទៅយើង បាទ ចាប់ដើមពេលដែលកាត់ហើយប្រហែលថ្ងៃដែលយើងត្រូវបាញ់ទឹកវាដើម្បីឲ្យវាលូតលាស់មកវិញម្ដងទៀត និយាយរួមពេលដែលកាត់ហើយអាតំណក់ទឹកហ្នឹងគឺទឹកហ្នឹងយើងដាក់ជាប់នៅនឹងរហូតដល់4ថ្ងៃយើងដាក់4ថ្ងៃយើងដាក់អញ្ចឹង អូអញ្ចឹងបានន័យថាបើយើងកាត់ថ្ងៃហ្នឹងដល់ថ្ងៃ4ថ្ងៃបានយើងអាចបើកទឹកមកទៀត បើកទឹកទៅដល់4ថ្ងៃក្រោយបើករហូតអញ្ចឹងណា អូអូខេ បើករហូតដល់វាកាត់អត់ម្ដងទៀតអញ្ចឹងណា បាទពុកម៉ែបងប្អូនបានស្ដាប់ការនិយាយរបស់អូនមិញហើយតាក់ទងមួយដើមស្មៅបើថាពិបាកក៏វាមិនពិបាកស្រួលក៏វាមិនស្រួលពេកដែរតែតាក់ទងមួយព្យួរយើងព្យួរនឹងឧបករណ៍ម៉ាស៊ីនគោយន្តឬក៏យើងព្យួរដោយមិនដែរ ដំបងដែលយើងធ្វើដីហ្នឹងយើងយកត្រាក់ទ័រធ្វើទេ ព្យួរសិន តែយើងត្រាក់ទ័រយើងជួលគេអញ្ចឹងណា បាទ បន្ទាប់ពីវាដុះហើយយើងដាំវាបាន15ថ្ងៃអីមានស្មៅព្រៃអីតិចតួចទៅយើងមានកូនម៉ាស៊ីនទូចមួយដែលអាចចូលចន្លោះរងនឹងបានអញ្ចឹងវាអាចលើកជារងផងវាអាចវាយកំទេចស្មៅហើយនឹងវាយជីលិមួកសัตว์ហ្នឹងលាយជាមួយដីហ្នឹងផង ចុះសម្រាប់ដាក់ដាំហ្នឹងគឺយើងប្រើម៉ាស៊ីនដែរឬក៏យើងយកដៃយើងទៅដោត យើងប្រើដោយដៃមនុស្ស ដោយដៃមនុស្សទេអញ្ចឹង ដោតដូចសន្ទុងហ្នឹង សម្រាប់អូនផ្ទាល់ហ្មងគិតថាចង់ចែករំលែកឲ្យពួកគាត់ដែលមានដីទន្លេហ្នឹងអាចដាក់ដាំប្រភេទចឹងបានដែរ បាទសម្រាប់បញ្ហាដែលខ្ញុំជួងលើកទឹកចិត្តគឺបើសិនបងប្អូនមានចំសัตว์ឲ្យដាំវាទៅ បាទ អញ្ចឹងទី1យើងមិនបាច់ខ្វល់រឿងទីផ្សារយើងដាំឲ្យសัตว์យើងស៊ីផងតែបើយើងកាលណាផ្គត់ផ្គង់យើងលើសតម្រូវការហើយយើងអាចលក់ចេញបាន យកចំណូលបន្ថែមចុះបើសម្រាប់អូនមានស្មៅនេះមានលក់ទាំងកែច្នៃហើយមានលក់ពូជឲ្យដែរ បាទមាន បាទពុកម៉ែបងប្អូនបើសិនជាចំណាប់អារម្មណ៍ទៅលើការដាំដុះទៅលើស្មៅហ្នឹងអាចតាក់ទងអូនបានតាក់ទងទាំងទិញតាក់ទងនឹងចំណេះដឹងចែករំលែកផ្សេងចឹងចង់ឲ្យអូនបញ្ជាក់លេខទូរស័ព្ទដើម្បីឲ្យគាត់តំណាក់តំណងមកទៀតទៅបាទតាក់ទងបាន បងប្អូនអាចតាក់ទងមកតាមរយៈលេខ087 46 43និង43សម្រាប់បច្ចេកទេសក៏ដូចជាពូជស្មៅនិងស្មៅដែលកែច្នៃហើយហៅថាស្មៅផ្អាប់បាទសម្រាប់ចំណីសត្វហ្នឹងបាទពុកម៉ែបងប្អូនបានជ្រាបពីលេខទូរស័ព្ទរបស់បងប្អូនហើយអញ្ចឹងបើសិនជាចង់ទិញសម្រាប់យកធ្វើចំណីសត្វឬក៏ចង់ដាំឬក៏ឆ្ងល់ពីបញ្ហាបច្ចេកទេសផ្សេងអាចទំនាក់ទំនងមកលេខបងប្អូនផ្ទាល់គឺគាត់នឹងចែករំលែកបទពិសោធន៍ឬក៏ដូចចង់ដាំចង់អីហ្នឹងអាចទំនាក់ទំនងមកគាត់ផ្ទាល់តាមលេខទូរស័ព្ទហ្នឹងបានព្រោះគាត់បើកចិត្តក្នុងការជួយដល់កសិករដែលស្រឡាញ់ទៅលើការដាំដុះហ្នឹងបើសិនជាពុកម៉ែបងប្អូនគាត់ចង់ដាំអញ្ចឹងទៅការចាស់ចែកយកទៅដាំនេះយើងកាត់កង់ឲ្យគាត់ស្រាប់ហ្នឹងយើងគិតតម្លៃមិនដែរបាទបើយើងគិតគាត់ចង់ទិញកង់អញ្ចឹងមកកង់ហ្នឹងបាទហ្នឹងយើងកាប់ឲ្យប៉ុន្តែបើគាត់ចង់ទិញតោនយកទៅកាប់ខ្លួនឯងក៏បានដែរអូតោនកាប់ខ្លួនឯងបាន$75អញ្ចឹងណាតោន75យកទៅកាត់ខ្លួនឯងទៅប៉ុន្តែបើយើងចុះបើយើងកាត់ឲ្យស្រាប់គិតជាតោនអត់ដឹងទេអត់ដឹងបាទពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ចង់ទិញពូជយកទៅដាំអញ្ចឹងវាមាន2ដែលអូនត្រូវលក់ជូននោះគឺមួយគិតជាតោនហ្នឹងយកទៅកាប់ខ្លួនឯងហើយមួយទៀតបើចង់ឲ្យអូនកាប់បានគឺបានន័យថាមកកង់ប៉ុន្តែបើជាទូទៅយើងអាចដាំមួយក៏បានប៉ុន្តែបើតាមស្តង់ដារដែលបានទិន្នផលល្អដាំ2អញ្ចឹងទៅបើយើងដាំ2អញ្ចឹងហាត់តាចំណាយចុះអូនអានេះដែរមិនចាំបាច់ដាក់ថង់ផ្លាស្ទិកនេះហើយដាក់ការ៉ុងបន្ថែមទៀតបាទបងយើងធ្វើអញ្ចឹងដើម្បីធានាបានស្មៅយើងរក្សាទុកបានយូរបើសិនជាយើងអត់ដាក់ថង់ផ្លាស្ទិកនៅខាងក្នុងទេស្មៅយើងអត់អាចទុកបានយូរទេយើងកិនភ្លាមយើងឲ្យវាស៊ីភ្លាមបើសិនជាយើងដាក់អញ្ចឹងយើងរក្សាបានយូររហូតដល់ប្រហែលខែដែររហូតដល់6ទៅ7ខែបើសិនវាអត់ត្រូវថ្ងៃអត់អីបាទតាក់ទងមួយច្រកនេះចង់ឲ្យអូនបន្តិចមុនហ្នឹងថាមានលាយស្អីគេអូនលាយបាទយើងច្រកហ្នឹងដាក់ចូលក្នុងថង់ផ្លាស្ទិកហ្នឹងហើយយើងលាយស្កររងូជាមួយទឹក
ហើយនឹងមានម្សៅប្រូតអ៊ីនវាបន្តិច នេះកិនដូចមាត់ល្អដែរតា បាទកិនម៉ត់បងនេះបងអូមើលស្មៅកិនទៅបានម៉ត់ល្អ បាទ ហើយក្នុងស្មៅហ្នឹងមានសារជាតិទឹកគ្រប់គ្រាន់ បាទ អញ្ចឹងណា អញ្ចឹងយើងលាយតែអ្វីដែលត្រូវបន្ថែម បាទ ទៀតយើងច្រកចូល បាទយើងបន្ថែមមកដើម្បីឲ្យវាប្រូតអ៊ីនហ្នឹងវាឡើងខ្ពស់ជាងហ្នឹង បាទ ជាធម្មតាស្មៅដែលយើងកិនឬក៏ស្មៅស្រស់ហ្នឹងយើងអត់មានលាយសារធាតុចិញ្ចឹមស្អីទាំងអស់ បាទ ប្រូតអ៊ីនវា 6% បាទ តែបើយើងលាយទៅតាមស្តង់ដារទៅវាអាចឡើងដល់ 8% អូខេដើម្បីបានលាយមួយស្មៅទៅយើងអាចឲ្យទៅគោឲ្យទៅប្រពេឲ្យទៅជៀម បាទស៊ីទៅវាឆាប់ធាត់ណា បាទ បាទហ្នឹងហើយ ចុះក្នុងមួយច្រកថង់នេះមកករងនេះយើងកំណត់ប្រហែលគីឡូ នេះសម្រាប់ខ្ញុំធ្វើ35គីឡូក្នុងមួយបេហ្នឹងណា បេ បាទ តែបើសិនជាយើងលក់គិតជាតោនតែបើសិនជាមានបងប្អូនខ្លះមកទិញមួយករងពីរករងអីចឹងយើងអាចលក់ក្នុងតម្លៃបានដែរ បាទលក់យើងលក់ធម្មតា12000 $3 $3 មកបេហ្នឹង មកបេហ្នឹង បាទ 35គីឡូ បាទបាទ ហើយតាក់ទងជាមួយម៉ាស៊ីនផងដែរម៉ាស៊ីនហ្នឹងផលិតនៅក្នុងស្រុកឬក៏នាំចូលសម្រាប់ម៉ាស៊ីនកិនហ្នឹង បាទសម្រាប់ម៉ាស៊ីនដែលយើងធ្វើការកិនរាល់ថ្ងៃនេះយើងនាំចូលមកដោយខ្លួនឯងផ្ទាល់មកពីប្រទេសថៃ បាទ បាទហើយសាច់ដាច់ល្អ ចុះបើសិនជាម៉ាស៊ីននេះអូនឯងមាននាំចូលមកសម្រាប់លក់ជូនមកទៅដូចពុកម៉ែបងប្អូនគាត់ចង់ដាំស្មៅជាហិកតាធំអញ្ចឹងដែរគាត់ចង់បានម៉ាស៊ីនកិនអញ្ចឹងដែរអូនឯងអាចតំណាក់តំណងឬក៏លក់ជូនពួកគាត់ បាទខ្ញុំអាចចែកចាយដល់ពួកគាត់ហើយខ្ញុំអាចយើងមានសេវាកម្មដឹកជញ្ជូនដល់ទីតាំងទៀត បាទ បាទហើយនៅលើដងម៉ាស៊ីននេះមានលេខទូរស័ព្ទដែរ អូនេះ បាទលេខទូរស័ព្ទហ្នឹងលេខទូរស័ព្ទរបស់ខ្ញុំផ្ទាល់ហ្មង បាទអញ្ចឹងមានន័យថាបើសិនជាពុកម៉ែបងប្អូនចង់ដឹងទៅលើបច្ចេកទេសនៃការដាំស្មៅចង់ទិញពូជស្មៅ បាទ ឬក៏ចង់ទិញម៉ាស៊ីនសម្រាប់ វាយស្មៅ វាយ បាទ ស្មៅនេះកំតិចឲ្យមាត់ល្អនេះគឺសម្រាប់អូនគឺមានតំណាក់តំណងឲ្យទាំងអស់ទាំងទិញម៉ាស៊ីនក៏បាន បាទ ទិញស្អីក៏បានដែរ ទិញម៉ាស៊ីន free បច្ចេកទេសដាំស្មៅ អូខេ នេះអូនសម្រាប់ជាចុងក្រោយមានអីដែលចង់ផ្ដាំឬក៏ចែករំលែកទៅលើពុកម៉ែបងប្អូនកូនក្មួយដែលគាត់មានចិត្តចង់ដាំប្រភេទស្មៅដើម្បីឲ្យមានមុខរបរឬក៏ឲ្យដីនៅទំនេរអីអូនមានអីចង់ចែករំលែកទៅពួកគាត់ដែរ បាទជាចុងក្រោយខ្ញុំបាទសូមផ្ដាំផ្ញើទៅបងប្អូនបើសិនជាស្រឡាញ់វិស័យកសិកម្មចិញ្ចឹមសត្វបងប្អូនគួរតែមានចំណីអ្វីដែលសំខាន់បំផុតគឺយើងគិតទៅលើបញ្ហាចំណីបើយើងមានចំណីហើយយើងទោះទីផ្សារសត្វធ្លាក់ដល់កម្រិតណាក៏យើងអាចទប់បានយើងអត់ធានាបានអត់ខាត បាទ ប៉ុន្តែតម្លៃបច្ចុប្បន្ននេះបើបងប្អូនមានដីធានាអាចដាំបានស្មៅនេះគឺជាជំរើសលេខ1 បាទ ព្រោះវាមានទិន្នផលខ្ពស់ជាងស្មៅប្រភេទណាទាំងអស់ហើយប្រូតអ៊ីនវាក៏អត់ចាញ់ស្មៅផ្សេងដែរ ហើយក៏អត់សូវពិបាកថែដែរ បាទអត់ពិបាកថែទេ បាទជាចុងក្រោយបងក៏សូមអរគុណអូនមែនទែនដែលបានចែករំលែកទៅលើបច្ចេកទេសនៃការដាំស្មៅនៃការធ្វើទឹកនៃការកិន បាទ ដើម្បីជូនពុកម៉ែបងប្អូនដែលគាត់មានចំណាប់អារម្មណ៍ទៅលើការដាំស្មៅការអីហ្នឹងក៏អរគុណមែនទែនដែលបានចែករំលែកព័ត៌មាននិងចំណេះវិជ្ជារបស់អូនហើយជាចុងក្រោយក៏សូមអរគុណដល់ពុកម៉ែបងប្អូនពិសេសបងប្អូនដែលមានដីហើយមានចិត្តចង់ដាំស្មៅអាចតំណាក់តំណងមកបងប្អូនផ្ទាល់ហើយក៏សូមអរគុណដែលទស្សនាវីដេអូសង្គមពិតហើយក៏សូមជូនពរពុកម៉ែបងប្អូនឲ្យមានសុខភាពល្អសំណាងល្អហើយរកទទួលទានមានបានសូមអរគុណ បាទសូមអរគុណបាទអរគុណបង គ្មានអ្វីអាចបញ្ឈប់អ្នកបានឡើយ សូមរងចាំតាមដានបន្តនៅរឿងពិតផ្សេងៗទៀតសូមអរគុណ